បាទសូមជម្រាបសួរពុកម៉ែបងប្អូនដល់គ្នាបាទថ្ងៃនេះខ្ញុំមកនៅឃុំកោះមិត្តបាទស្រុកកំពង់សៀមខេត្តកំពង់ចាមនេះឥឡូវនេះថ្ងៃទី31ខែ10 2025វេលាថ្ងៃនេះគឺម៉ោងបាទជិត10ហើយឥឡូវខ្ញុំកំពុងតែចុះពិនិត្យស្រូវរបស់កសិករយើងមួយកន្លែងដែលខ្ញុំឃើញការលូតលាស់វាល្អប្រសើរហើយវាមានបែកគុំល្អការព្រោះរបស់គាត់គឺមកសមរម្យវាមិនក្រាស់ពេកអញ្ចឹងណាប៉ុន្តែដំណាក់កាលនេះពេលដែលគាត់បាច់ជីហើយដំណាំស្រូវលូតលាស់ល្អហើយដំណាក់កាលថាបាច់វគ្គទី1អញ្ចឹងបងប្អូនទាំងគ្នាយកចិត្តទុកដាក់បន្តិចពិនិត្យមើលថាដំណាំស្រូវរបស់យើងលូតលាស់ល្អហើយពណ៌សម្បុរស្អាតហើយបាទអញ្ចឹងតើវាមានកត្តាអីខ្លះដែលអាចកើតឡើងវាមានពួកសត្វល្អិតវាមានពួកតកូវអញ្ចឹងថ្ងៃនេះខ្ញុំកេតឃើញមិញខ្ញុំឃើញមានពពួកមេអំបៅសដែលជាអ្នកបង្កឲ្យមានពួកតកូវកាត់ស្លឹកតកូវបំពង់កាត់ស្លឹកបាទវាមាននៅក្នុងស្រូវរបស់គាត់អញ្ចឹងខ្ញុំវាមើលទៅវារត់ពួនបាត់ហើយមិញបាទវារត់ពួននៅខាងក្រោមបាទឥឡូវវាទៅតាណាបាត់ហើយអញ្ចឹងដំណាក់កាលនេះពពួកមេអំបៅនេះគឺវាមានរូបរាងតូចទេបាទតូចមែនតើហើយពណ៌សតូចទេពេលខ្លះយើងអត់បានចាប់អារម្មណ៍នោះបាទខ្ញុំឃើញហើយវាទុំនៅខាងក្រោមស្លឹកនៃស្រូវហើយវាប្រហែលជាចូលទៅសង្ងំពងហើយបាទនេះទៅហើយបងប្អូនគ្នាទៅហើយបាទវាហាទៅនោះបាទទៅមែនតែនហ្នឹងហើយវាហាសារវាអត់បានទុំនៅខាងលើរឿងពិបាកមើលបន្តិចអត់ឃើញវាច្បាស់ណានេះបងប្អូនគ្នាពួកមេអំបៅដែលបង្កើតឲ្យមានពពួកដង្កូវស៊ីស្លឹកឬក៏បំពង់កាត់ស្លឹកហ្នឹងគឺរូបរាងបែបនេះហើយតូចបែបនេះទេវាអត់ធំដូចមេអំបៅយើងឃើញពណ៌ស្អាតទេបាទពួកមេអំបៅបែបនេះវាពេលដែលវាចូលមកវានឹងពងបាទពងដាក់លើស្រូវនេះហើយពេលដែលវាញាស់បាទពេលដែលវាញាស់ចេញជាដង្កូវបំពង់កាត់ស្លឹកបាទនេះសបងប្អូនគឺខ្ញុំដេញតាមប្រមាញ់វាបងប្អូនដេញតាមប្រមាញ់វាអញ្ចឹងវារត់រហូតនេះមួយទៀតបាទអូនេះរឿងធំជាងបាទនោះមិនរឿងតូចទេចាំមើលវាទុំខាងលើអត់ទុំខាងលើទេបាទទុំនៅខាងក្រោមស្លឹកព្យាយាមវាទៅចូលទៅពងដាក់ហ្មងនេះបាទទៅទៀតហើយបាទរត់ទៅទៀតហើយបាទស51បាទឥឡូវវារត់ទៅបាត់ហើយបាទបងប្អូនគ្នារត់ទៅបាត់ហើយឥឡូវខ្ញុំឃើញមានស្លឹកខ្លះហើយដែលតកូវវាបានស៊ីណាបាទនេះវាស៊ីរួចហើយបាទអញ្ចឹងវាថាវាធ្លាប់ចូលមកហើយវាបន្តកូនបន្តចៅវាមិនសាំងទៀតណាអញ្ចឹងវាគ្រាន់តែអាចថាវាទំហើមកកន្លែងផ្សេងពីមកវាទៅទុំស្រូវហ្នឹងអញ្ចឹងទៅអញ្ចឹងបងប្អូនទាំងគ្នាការមេត្តាប្រុងប្រយ័ត្នហើយនឹងតាមដានឲ្យបានខ្ពស់មែនទែនពាក់ព័ន្ធជាមួយនឹងពពួកមេអំបៅប្រភេទមេអំបៅសវិញតូចបែបនេះគឺវាមកពងហើយពេលតែវាញាស់វិញគឺចេញមកពពួកដង្កូវស៊ីស្លឹកឬក៏បំពង់ឯហៅថាបំពង់កាត់ស្លឹកហើយសម្រាប់ในការបាញ់សម្លាប់គឺយើងមានច្រើនតែគ្រាន់តែខ្ញុំសារធាតុមួយចំនួនដែលយើងធ្លាប់ប្រើកន្លងមកបាទវាមានពួកអាបាមេទីនពួកអេម៉ាមេទីនបាទហើយមានសារធាតុផ្សេងទៀតបាទវាមានពួកក្លូហ្វេណាភីពួកក្លូរ៉ាន់វាមានទៀតបាទវាមានច្រើនណាស់អញ្ចឹងបងប្អូនអាចមានជំរើសក្នុងការប្រើបានបាទហើយយើងមើលស្ថានភាពរបស់ស្រូវគឺកំពុងតែលូតលាស់ល្អអាកាសគុំនេះចាប់ដើមបែកហ្នឹងបងប្អូនណាបាទ3កូនហ្នឹងបាទ3 4ហ្នឹង5ហ្នឹងខ្លះហើយបាទ
hay tam mực cà pro bạc quất miên cầm liệt đấy và cái này đây đang sả lỗ vì bay cung thòng đấy này cái này đang ít ở sợ bay cung khang đấy và còn là bị côn bị tràn